ស្ត្រីម្នាក់មើងងាយចំណុចខ្មៅរបស់កូនប្រុសគាត់នៅលើមុខដូច្នេះនាងបានដាក់គាត់នៅក្នុងថង់បូមធូលីហើយបឺតខ្យល់ចេញពីខាងក្នុងបន្ទាប់មកនាងបានបោះគាត់ចូលទៅក្នុងព្រៃជាសំណាងល្អអ្នកដំណើរឆ្លងកាត់ម្នាក់បានឃើញក្មេងប្រុសនោះហើយមានអារម្មណ៍អាណិតគាត់ដូច្នេះគាត់បានជួយសង្គ្រោះក្មេងប្រុសនោះហើយយកគាត់ត្រឡប់ទៅចិញ្ចឹមវិញជាង10ឆ្នាំក្រោយមកក្មេងប្រុសនេះបានរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃក្រោមការគ្រប់គ្រងពីឪពុកចិញ្ចឹមរបស់គាត់ហើយត្រូវបានចូលរៀននៅសាកលវិទ្យាល័យការពារជាតិដោយទទួលបានពិន្ទុ745ដើម្បីសងសឹកសេចក្តីសប្បុរសរបស់ឪពុកចិញ្ចឹមគាត់បានកាត់ប្រាក់ចំណាយលើការធ្វើដំណើរដែលឪពុកចិញ្ចឹមរបស់គាត់បានប្រមូលក្នុងរដូវរងាហើយបានសម្រេចចិត្តដើរ1,000 គីឡូម៉ែត្រដើម្បីទៅរៀននៅមហាវិទ្យាល័យខ្ញុំឈ្មោះយ៉ាងហ្វានពិន្ទុប្រឡងចូលមហាវិទ្យាល័យឆ្នាំនេះគឺ745ដំបូងឡើយខ្ញុំចង់ទៅសិក្សានៅសាកលវិទ្យាល័យឈីងដាប៉ុន្តែគ្រួសារខ្ញុំក្រីក្រដូច្នេះខ្ញុំបានជ្រើសរើសសាកលវិទ្យាល័យការពារជាតិដែលមានថ្លៃសិក្សាពេញលេញពីព្រោះខ្ញុំមិនមានលទ្ធភាពទិញសំបុត្រយន្តហោះខ្ញុំអាចដើរបានត្រឹមតែ1000 គីឡូម៉ែត្រប៉ុណ្ណោះដើម្បីទៅរៀននៅមហាវិទ្យាល័យដើម្បីរីកាដើម្បីមកដល់ទាន់ពេលវេលាខ្ញុំបានចេញដំណើរ1ខែជាមុនពេលខ្ញុំឃ្លានខ្ញុំញ៉ាំនំប៉័ងចំហុយជាមួយស៊ុបប្រៃពេលខ្ញុំហត់ខ្ញុំនៅភ្ញាក់ពេញមួយយប់នៅក្នុងព្រៃខ្ញុំបានដើរអស់រយៈពេល7ថ្ងៃហើយក្នុងល្បឿន5ដងនៃល្បឿននោះខ្ញុំចិត្តដល់ហើយក្រៅពីយ៉ាងហ្វានសិស្សទាំងអស់បានមកដល់ហើយតើយ៉ាងហ្វាននេះជាមនុស្សបែបណាព្រឹកស្អែកម៉ោង9ជាថ្ងៃផុតកំណត់សម្រាប់ការរីកាហេតុអ្វីបានជាគាត់មិនទាន់បង្ហាញខ្លួនតើអ្នកបានតាក់ទងក្រុមគ្រួសាររបស់គាត់ហើយឬនៅផ្ទះរបស់គាត់ស្ថិតនៅតំបន់ដាច់ស្រយាលហើយគាត់មិនបានទុកលេខទូរស័ព្ទទេមិនមានទូរស័ព្ទនៅក្នុងភូមិទេមានតែនៅក្នុងទីក្រុងប៉ុណ្ណោះខ្ញុំបានសួរថាតើគាត់បានបញ្ជាក់ការចាក់ចេញរបស់គាត់ហើយឬនៅថ្ងៃផុតកំណត់សម្រាប់ការរីកាគឺព្រឹកស្អែកវេលាម៉ោង9នៅសល់ពេលតិចជាង15ម៉ោងទៀតចូលយើងរងចាំបន្តិចទៀតវាមិនងាយស្រួលទេសម្រាប់ក្មេងម្នាក់នេះក្នុងការទទួលបាន745ពិន្ទុគាត់ជាសិស្សថ្នាក់ទី3ក្នុងខេត្តតើយ៉ាងហ្វាននោះមើលទៅដូចម្ដេចពិន្ទុ745ជាលេខ3នៅក្នុងខេត្តគាត់ជាសិស្សពូកែជាងគេនៅក្នុងថ្នាក់របស់យើងអ្នកណាដឹងប្រហែលជាគាត់ជាមនុស្សចូលចិត្តអានសៀវភៅគាត់ពាក់វ៉ែនតាក្រាស់ហើយដើរលើជញ្ជាំង745ពិន្ទុទោះបីជាគាត់ជាអ្នកចូលចិត្តអានសៀវភៅក៏ដោយគាត់ក៏ជាអ្នកចូលចិត្តអានសៀវភៅម្នាក់ដែរអ្នកដែលអាចទទួលបានពិន្ទុនេះមិនអាចជាមនុស្សគ្មានបទពិសោធន៍នោះទេខ្ញុំភ្នាល់ថាគាត់នឹងប្រញាប់ប្រញាល់ចូលមកនៅនាទីចុងក្រោយនៃព្រឹកស្អែកទាំងបែកញើសហើយនិយាយថាសុំទោសខ្ញុំមកយឺតបន្ទាប់មកគ្រូបង្វឹករបស់យើងនឹងទះក្បាលគាត់ទីហ៊ាននោះមិនបាននិយាយសុំទោសទេអ្នកបានមើលរឿងភាគទូរទស្សន៍ច្រើនពេកហើយប៉ុន្តែគាត់មានរូបរាងយ៉ាងណាយើងនឹងដឹងនៅថ្ងៃស្អែកនៅសល់5នាទីទៀតយ៉ាងហ្វានមិនទាន់មកដល់នៅឡើយទេចូលយើងរងចាំបន្តិចទៀតគាត់មិនទាន់មកដល់ទេប្រហែលជាមានអ្វីមួយកើតឡើងមែនទេលោកនាយកដល់ពេលហើយបើដូច្នោះចូលយើងដកថយមន្ត្រីកៅច្បាប់គឺជាច្បាប់ទាហានគឺជាជីវិតតើអ្នកដើរយ៉ាងម៉េចដែរសូមអភ័យទោសវាយឺតពេលហើយនៅតែមានអ្នករីកាតើវាអាចជាយ៉ាងហ្វានមែនទេអ្នកដែលមិនទាន់មកគាត់បានរត់ទៅអគារការពារជាតិវាប្រកាសជាយ៉ាងវ៉ែនហើយសូមអភ័យទោសខ្ញុំមិនមានចេតនាទេឥឡូវម៉ោង9:09ហើយអ្នកត្រូវបានគេបញ្ឈប់ពីសាលាហើយខ្ញុំបានដើរ500 គីឡូម៉ែត្រពីខេត្តស៊ីឈួនខ្ញុំមកយឺតហើយសូមមេត្តាឲ្យខ្ញុំសម្រាប់បន្តិចទីហ៊ានមិននិយាយសុំទោសទេច្បាប់គឺច្បាប់តើក្មេងនៅជាន់ក្រោមទេមែនហើយកៅឆុង9នាទីអ្នកមិនចាំបាច់ធ្ងន់ធ្ងរខ្លាំងពេកទេនាយកប្រសិនបើវាជាសង្គ្រាមការប្រយុទ្ធរយៈពេល9នាទីគឺចប់ហើយ10ទៅ9នាទីអាចជាជីវិតរបស់ថ្នាក់ប៉ុន្តែនេះមិនមែនជាសង្គ្រាមទេនេះជាអនាគតរបស់កុមារគាត់ទទួលបាន745ពិន្ទុទី3នៅក្នុងខេត្តចម្ងាយ500 គីឡូម៉ែត្រពីស៊ីឈួនខ្ញុំដឹងប៉ុន្តែច្បាប់គឺច្បាប់នាយកឲ្យមាត់នេះមិនអាចគិតម្ដងទៀតបានទេមែនហើយគាត់គឺជាយ៉ាងវ៉ែនសិស្សយឺតម្នាក់ខ្ញុំបានឮថាគាត់ត្រូវបានបញ្ឈប់ពីសាលាគួរឲ្យអាណិតណាស់745ពិន្ទុឈប់និយាយទៅអ្នកមកពីណាស៊ីឈួនតំបន់ភ្នំពីនរិនមិនឆ្ងាយប៉ុន្មានទេបើដូច្នោះហេតុអ្វីបានជាអ្នកមកយឺតខ្ញុំមកយឺតតោះញ៉ាំអាហារមុន